ឧទាហរណ៍ដូចជារឿងកាកីក៏ជារឿងមួយដែលមិនដុសស្មារតីយុវជននឹងឯងប្រាប់ថាម៉េចប្រាប់ថាអំពើល្អប្រាប់ថាស្អីដែលជាគុណធម៌ជាសច្ចធម៌ជាចរិយាសម្បត្តិហ្នឹងវាជួយដល់សង្គមហ្នឹងខ្លាំងមែនទែនកន្លែងនេះខ្ញុំក៏ចង់ប្រៀបធៀបបង្ហាញបន្តិចដែរព្រោះកាកីវាជារឿងមួយដែលដកស្រង់ចេញអំពីកពីជាដកនៅក្នុងអត្ថកថានោះយើងខ្ញុំបង្ហាញពីកាកីខ្មែរនិងកាកីសៀមបន្តិចទៅកាកីសៀមនិងកាកីខ្មែរសេចក្តីផ្ដើមនោះសឹងតែដូចគ្នាគឺគេពិពណ៌នាអំពីរូបរាងកាយរបស់នាងកាកីថាវាល្អណាស់តាំងពីសម្បុរតាំងពីស្បែកតាំងពីរោមចិញ្ចើមតាំងពីសក់តាំងពីពណ៌សម្បុរល្អលើសស្រីសុភាអ្នកនិពន្ធរឹតតែរំលេចទៅទៀតថាបើនៅរូបអ្នកណាបាននៅខុសក្បែរនាងកាកីក្លិនក្រអូបនោះជាប់នេសារហូតដល់សប្តាហ៍រហូតដល់មួយអាទិត្យវាសម្បើមមែនទែនអញ្ចឹងគេលើកថាតួអង្គកាកីហ្នឹងល្អលើសស្រីសុភាទៅទៀតនៅក្នុងសាច់រឿងផ្ទៃរឿងទាំងមូលរឿងកាកីសៀមក៏ដូចជារឿងកាកីខ្មែរគឺថាតួនាងកាកីបានផិតក្បត់ទីបោផិតក្បត់នឹងបច្ចៅផែនដីព្រហ្មទត្តក្រមមួយទៀតផិតក្បត់ជាមួយនឹងគ្រុឌក្រមទៀតផិតក្បត់ជាមួយនឹងគុណធម៌នេះរឿងទាំងពីរមានលក្ខណៈដូចគ្នាក៏ប៉ុន្តែបើយើងទៅមើលអាសាច់រឿងនៃចុងបញ្ចប់នោះចុងបញ្ចប់នៃរឿងដែលយើងសម្ដែងឲ្យឃើញថាតើមនសិការស្មារតីរបស់ខ្មែរនិងស្មារតីរបស់ជនជាតិសៀមមានលក្ខណៈវាម៉េចនៅចុងបញ្ចប់កាកីខ្មែរនាងទៅស្លាប់យ៉ាងសែនជារុននៅលើពងពីនៅកណ្ដាលមហាសកលចុះចំណែកកាកីសៀមទៅបាននាយភាត្រាស្រង់ហើយបានទៅនៅនគរមួយទៀតបានសោយទីនគរមួយទៀតធំជានគររបស់ព្រហ្មទត្តទៅទៀតនេះបានសេចក្តីថាម៉េចបានសេចក្តីថាសៀមគេឲ្យតម្លៃទៅលើរូបកាយខាងក្រៅចឹងទេប្រទេសខ្មែរមិនឲ្យតម្លៃរូបកាយខាងក្រៅទេខ្មែរឲ្យតម្លៃទៅលើចរិយានិយាទចឹងហើយបានជាយើងឮចាស់ដែលគាត់និយាយនេះគាត់ថាខ្មៅចោះឲ្យកសអាក្រក់ចោះឲ្យតែល្អក្រចោះឲ្យតែមានបានន័យថាគំនិតក្នុងនឹងវាជ្រៅណាស់ជ្រៅមែនទេឲ្យតម្លៃទៅលើចរិយាសម្បត្តិហ្នឹងយើងជាពលរដ្ឋមួយដែលមានក្បួនចរិយាសម្បត្តិយើងជាពលរដ្ឋមួយដែលមានតម្លៃគុណធម៌សិលធម៌ខ្ពស់ណាស់បានន័យថាយើងជាប្រជាជាតិមួយដែលរស់នៅស៊ីវិល័យនៅក្នុងសង្គមទំនើបមិនមែនជាពួកកុលសម្ព័ន្ធទេមិនមែនជាអនាថយជនទេគឺជាអរិយជន